បើសិនជាកូនតូចរបស់យើងមានបញ្ហាតកៅស៊ីថ្មីតើមានថ្នាំអីដែលជួយទប់ស្កាត់បានអត់ Hello សួស្តីអ្នកនរគ្នា welcome back ជួយខ្ញុំនេះដែរខ្ញុំចេញមួយស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងបើចង់ដឹងតោះទៅមើលវីដេអូវិញអ្នកនរគ្នាអញ្ចឹងតកៅស៊ីថ្មីតែគេនិយាយថារកស៊ីថ្មីអីហ្នឹងគឺកើតឡើងជាញឹកញាប់លើកុមារតូចៗដែលមានថ្មីទឹកដោះជាពិសេសគឺថ្មីមុខដែលពិបាកក្នុងការប៉ះយ៉ាងទៀតកុមារតូចៗគឺអត់ងាយឲ្យពេលថ្មីប៉ះថ្មីទេព្រោះខ្លាចឈឺខ្លាចមកចូលខ្លាចសម្លេងឆាបចាថ្មីអីចឹងទៅអញ្ចឹងក្រៅពីការប៉ះថ្មីគឺមានវិធីអាចព្យាបាលតកៅស៊ីថ្មីបានអត់ក្រៅពីការប៉ះថ្មីគ្រូពេទ្យគឺអាចនឹងលាបថ្នាំតកៅស៊ីថ្មីលើថ្មីអូនតូចដែលមានបញ្ហាដើម្បីកុំឲ្យតកៅហ្នឹងវាស៊ីកាន់តែធំហើយថ្នាំលាបតកៅស៊ីថ្មីហ្នឹងជា solution ដែលសំឡើងពីសារធាតុប្រាក់ទឹកអាម៉ូញ៉ាហើយ fluoride ចឹងជាដំបូងគ្រូពេទ្យថ្មីគឺនឹងសម្អាតថ្មីអូនតូចឲ្យស្អាតនិងទុកឲ្យស្ងួតបន្ទាប់មកលាបថ្មីអូនតូចហ្នឹងដែលមានបញ្ហាជាមួយនឹងថ្នាំតកៅស៊ីថ្មីរួចទុកប្រហែលជា2នាទីដើម្បីឲ្យថ្នាំឈាមចូលថ្មីហើយនឹងសម្រាប់បាក់តេរីដែលបង្ករកស៊ីថ្មីនឹងដើម្បីបញ្ឈប់ឬក៏បញ្ជឿការស៊ីថ្មីហ្នឹងកុំឲ្យកាន់តែធំហើយនឹងជ្រៅហើយការលាបថ្នាំតកៅស៊ីថ្មីហ្នឹងក៏វាជួយកាត់បន្ថយអាការៈស៊ីថ្មីដែរព្រោះសារធាតុប្រាក់នៅក្នុងថ្នាំហ្នឹងគឺវាអាចជួយពង្រឹងនឹងការពីស្ទាប់ភ្លុកថ្មីហើយក្រៅពីនេះសារធាតុ fluoride គឺវាមានន័យជាបាលថ្មិញពុកពង្រឹងថ្មិញនិងការពារថ្មិញពីការប្រែពណ៌ចឹងតំបន់ថ្មិញដែលតកៅស៊ីហ្នឹងវាប្រែទៅជាពណ៌ខ្មៅឬក៏ពណ៌ត្នោតបន្ទាប់ពីយើងលាបថ្នាំហើយដោយសារតែប្រតិកម្មជាមួយនឹងសារធាតុប្រាក់ក្រោយពេលដែលថ្នាំសម្រាប់បាក់តេរីដែលបង្កឲ្យរកស៊ីថ្មិញចឹងបើសិនជាអូនតូចនឹងទៅបើមាត់ឬក៏រកស៊ីជាមួយសារធាតុប្រាក់គឺអូនតូចមិនអាចលាបថ្នាំតកៅស៊ីថ្មិញនឹងបានទេហើយការលាបថ្នាំតកៅស៊ីថ្មិញហ្នឹងជាវិធីព្យាបាលតកៅស៊ីថ្មិញប្រអសន្នដែលមានសុវត្ថិភាពងាយស្រួលនិងគ្មានការឈឺចាប់ប៉ាប៉ាម៉ាម៉ាគឺត្រូវនាំមកអូនតូចទៅព្យាបាលថ្មិញឡើងវិញមកពេលដែលអូនរៀងធំបន្តិចឬក៏ពេលដែលអូនហ៊ានឬក៏ព្រមឲ្យពេលថ្មិញប៉ះថ្មិញបានអញ្ចឹងវីដេអូមួយនេះគឺមានប៉ុណ្្នឹងទេអ្នកនរគ្នាគឺខ្ញុំនិយាយសង្ខេបទេអញ្ចឹងបើមានចំណងអីបន្ថែមឲ្យ comment នៅខាងក្រោមវីដេអូឬក៏ឆាតតាមរយៈ page ខ្ញុំបានអញ្ចឹងជួបគ្នាវីដេអូក្រោយទៀតបាយបាយ